ព្រះអង្គត្រង់គង់សិនទៅតើយើងមិននឹងស្ងប់ចិត្តទៅព្រះអង្គសូមកុំបារម្ភជឿថារាជសាររបស់មេកាគក់ទៅដល់ចិនហ្វូអត់អីទេព្រះអង្គបើសិនជាយើងនៅឲ្យទ្រង់តែងតាំងចិនហ្វូជាព្រះមហេសីទ្រង់យល់ព្រមទីព្រះមេដាមិនមែនបុត្រមិនចង់តែងតាំងចិនហ្វូទេព្រោះតែរឿងនេះបុត្រធ្លាប់ចេញរាជសារ3ច្បាប់ហើយគឺនាមប្រឆាំងនឹងព្រះរាជបញ្ជាបុត្រខ្ញាល់ខ្លាំងពេកហើយមានរឿងបែបនេះឯងល្អអញ្ចឹងចាំពេលចិនហ្វូមកយើងសួរគេដោយផ្ទាល់ក្រាបទូលព្រះមហាសត្យានេព្រះអង្គទូលបង្គំទៅដំណាក់ឆាងឈីវប៉ុន្តែវាយ៉ាងម៉េចនិយាយទៅហួសពេលចិនហ្វូចិនហ្វូរាមាសត្យានេចិនហ្វូឆាប់ក្រោកឡើងនាងកុំបំភ័យយើងចិនហ្វូចិនហ្វូចិនហ្វូប្រលឹងរបស់នាងហោះឡើងលើមេឃចិនហ្វូចាប់និស័យជាមួយមនុស្សលោកចាទៀនបងមីសូម្បីតែពេលថ្ងៃក៏ខ្ញុំសូមបានឃើញបងមីហៅខ្ញុំដែរចាទៀនខ្ញុំហៅលោកមែន
បងមីបងមីបងមីមិនក៏ខ្ញុំមានអារម្មណ៍ថាបងមីនៅក្បែរខ្លួនខ្ញុំទេគឺខ្ញុំគិតផ្ដេសផ្ដាស់ខ្លួនឯងបងមីបងប្រកាសជានៅក្នុងរាជវាំងហើយមែនទេខ្ញុំគួរតែស្លាប់បាយជីវៈបងមីបងមីបងមីតើបងដឹងថាខ្ញុំនឹកបងប៉ុណ្ណាទេឲ្យតែព្រះអង្គហៅចូលគាត់ខ្ញុំគឺអាចទៅជួបនឹងបងហើយទោះជាព្រះអង្គឲ្យខ្ញុំស្លាប់ក៏ខ្ញុំនៅតែចង់ជួបបងមីដែរមិនបានទេចាហ៊ុនមានចិត្តចង់សម្លាប់លោកហើយចាជៀនមិនអាចទៅទេមិនអាចទៅទេមិនអាចទៅជាដាច់ខាតកន្លែងនេះអត់មានភ្លៀងមិនក៏មានដំណក់ទឹកអញ្ចឹងសួរបេះដូងថាមានដែរនឹកមនុស្សម្នាក់នោះដែរទេបេះដូងវាឆ្លើយថាវានឹងស្ទើរតែឈួតទៅ